Ok ឥឡូវយើងចង់បង្ហាញតកតងជាមួយនឹងការវាស់អាក់ដើមឈើដោយយើងយកចុងផុលរបស់យើងដាក់នៅគល់ឈើរួចហើយយើងដាក់តម្លៃ offset ដើម្បីឲ្យវាចាប់ coordinate នៅកណ្ដាលរបស់ដើមឈើអញ្ចឹងយើងនេះយក tree survey offset មកពេលដែលយើងយក tree survey offset ហើយយើងចាប់ផ្ដើមដាក់ចុងផុលរបស់យើងនៅចំគល់ឈើពេលដែលដាក់ចំគល់ឈើហើយយើងចាប់ផ្ដើមអៀងផុលយើងដើម្បីឲ្យមានទិសទៅរកអាក់របស់ដើមឈើហ្នឹងដូចរូបដែលបានបង្ហាញបន្តមកទៀតយើងចាប់ផ្ដើមបញ្ចូលតម្លៃពីតម្លៃកម្មរបស់ដើមឈើបានន័យថាពីចុងផុលរបស់យើងទៅដល់អាក់ដើមឈើហ្នឹងប្រហែលម៉ែត្រឧទាហរណ៍ថាករណីនេះដើមឈើហ្នឹងទូចទេវា5ហ៊ុនយើងមិនសេវា5ហ៊ុនយើងបញ្ចូល5ហ៊ុនមកបន្តមកទៀតយើងចាប់ផ្ដើមដេកផុលរបស់ GPS យើងហ្នឹងឲ្យមានទិសស្របទៅរកអាក់របស់ដើមឈើហ្នឹងបន្តមកទៀតយើងចាប់ផ្ដើមចុចអាសិបអញ្ចឹងពេលដែលយើងចុចអាសិបមកយើងចាប់ផ្ដើម save ទីតាំងដើមឈើហ្នឹងហើយអញ្ចឹងយើងនឹងបាន coordinate ត្រង់កណ្ដាលរបស់ដើមឈើអញ្ចឹងពេលដែលបាន coordinate របស់កណ្ដាលដើមឈើហើយក្នុងករណីនេះយើងចង់ទៀងវាតើវាពិតជាចំមែនទេអត់អញ្ចឹងយើងអាច stack វាអញ្ចឹងในករណីនេះពេលដែលយើងដាក់កែមវាខុសហើយជា5ហ៊ុនអញ្ចឹងយើងអាចដាក់នៅកណ្ដាលដើមឈើមកអញ្ចឹងវាអាចវាអៀង1ហ៊ុន 4-5 លីទៅតាមទីតាំងវាលឬមួយក៏ស្រឡះអញ្ចឹងលក្ខណៈនេះគឺវាស្រួលសម្រាប់យើងយកចិត្តរបស់ដើមឈើឬមួយក៏ពេលខ្លះយើងអាចអបសុទ្ធយកលបងដែលយើងប្រើតែមួយចំណុច